សុភមង្គលរបស់ពុកម្ដាយទាំងអស់មិនថាខ្ញុំមិនថាគេទេគឺមានភាពសប្បាយចិត្តរីករាយបំផុតដែលបានរស់នៅជួបជុំគ្នាឃើញស្នាមញញឹមរបស់កូនឃើញភាពរីករាយរបស់កូនហើយនឹងការរស់នៅជួបជុំគ្នាវាជាក្តីសុខធំបំផុតហើយពេលខ្លះកត្តាជីវភាពក៏ជាបញ្ហាដែលធ្វើឲ្យយើងនឹងមិនបាននៅក្បែរគ្នាមិនបានផ្ដល់ស្នាមញញឹមឲ្យគ្នារៀងរាល់ថ្ងៃនឹងហើយជីវិតតែងតែវាមានភាពមិនសមប្រកបដោយក្តីប្រាថ្នាប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏តែងតែស្វែងរកដើម្បីរកដំណោះស្រាយនៅជួបជុំគ្នាកូនពៅ